បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទខ្ញុំសេងអង់គ្លេសហើយបច្ចុប្បន្នគឺខ្ញុំជានិស្សិតរៀននៅជំនាញវិទ្យាសាស្ត្រដំណាំហើយខ្ញុំរៀននៅក្នុងជាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺហើយឆ្នាំនេះគឺខ្ញុំជាឆ្នាំទី2ហើយជាបញ្ញត្តិបត្ររងអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនានៅចំការពោតហើយដោយសារតែខ្ញុំសង្កេតឃើញថាមានពោតខ្លះគឺត្រូវបានដកផ្កាចេញហើយពោតខ្លះគឺត្រូវបានដកផ្កាទេអញ្ចឹងយើងចង់ដឹងថាតើគេធ្វើហ្នឹងគឺដើម្បីអីគេអញ្ចឹងយើងទៅជួបជាមួយនឹងលោកគ្រូទាំងអស់គ្នាវិសុលគ្រូបាទលោកគ្រូខ្ញុំឃើញថានៅក្នុងចង្ការនេះគឺមានដើមខ្លះអត់មានផ្កាហើយមានដើមខ្លះមានផ្កាទៅការដាំពោតហ្នឹងគឺដាំរបៀបមិនដែរលោកគ្រូបាទអានេះគឺយើងដាំតេស្តសាកល្បងនៃការផលិតគ្រាប់ពូជកូនប្រកាត់ពោតដំណើបបាទដោយសារតែនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺយើងស្រាវជ្រាវទៅលើពូជពោតដំណើបមកប្រហែលជា 3-4 ឆ្នាំហើយអញ្ចឹងនៅក្នុងនោះគឺបច្ចុប្បន្នយើងបានអភិវឌ្ឍពូជសុទ្ធហើយអញ្ចឹងមានន័យថាពូជសុទ្ធហ្នឹងយើងប្រើជាមេបាបាទជាមេបាក្នុងការអភិវឌ្ឍពូជកូនប្រកាត់បាទអញ្ចឹងដែលយើងសង្កេតឃើញណាជួរមកជាហៀងឃើញមានផ្កាឈ្មោលនៅខាងលើខាងលើគេហៅផ្កាឈ្មោលបាទហើយស្នៀតផុសវានេះអាហ្នឹងគេហៅថាផ្កាញីស្នៀតវាផ្កាញីបាទអញ្ចឹងនៅក្នុងករណីដែលយើងធ្វើការផលិតពូជកូនប្រកាត់អញ្ចឹងគេត្រូវការមេបា2ណាអញ្ចឹងមេបាមួយយើងប្រើជាបាអញ្ចឹងប្រើជាបាយើងដាំវាមកជួរទៅទុកផ្កាឈ្មោលរបស់វាធម្មតាបាទហើយ4ជួរកដាលបន្ទាប់ទៀតគឺយើងដាំពូជដែលយើងប្រើជាមេអញ្ចឹងពូជប្រើជាមេយើងអត់ត្រូវការផ្កាឈ្មោលទេអញ្ចឹងនៅពេលដែលដើមវាកំពុងតែផ្កាឈ្មោលកំពុងតែក្រពុំអត់តរីកទេណាគឺយើងចាប់តាមដកផ្កាឈ្មោលចេញទាំងអស់វាដូចជាការគ្រាវលំអងអញ្ចឹងបាទអញ្ចឹងចុងក្រោយនៅពេលដែលអស់ផ្កាឈ្មោលទៅសួរថាធ្វើម៉េចឲ្យវាជាប់គ្រាប់អញ្ចឹងវាជាប់គ្រាប់ចេញពីណាចេញពីជួរខាងដែលយើងប្រើជាដើមបាដែលយើងប្រើផ្កាឈ្មោលរបស់វានឹងហោះលំអង100លើស្នៀតរបស់វានេះអញ្ចឹងតសៃវាមកតសៃនេះគឺស្មើនឹងមួយគ្រាប់បាទស្មើនឹងមួយគ្រាប់តសៃស្មើនឹងមួយគ្រាប់បាទអញ្ចឹងតើតែទទួលបានការលំអមានថាការបង្កាត់លំអងចេញពីកេសររបស់វានោះទើបអានឹងជាប់គ្រាប់ណាបាទអញ្ចឹងមានន័យថានៅពេលដែលគ្រាប់ដែលវាជាប់គឺជាគ្រាប់ដែលកើតឡើងពីការបង្កាត់រវាងដើមមេដើមបាជាមួយនឹងដើមមេបាទអញ្ចឹងគ្រាប់ហ្នឹងគឺគ្រាប់កូនបង្កាត់ដែលគេយកទៅលក់លើទីផ្សារហ្នឹងហើយអញ្ចឹងក្រោយពីបង្កាត់ជាប់ហើយពោតហ្នឹងគឺបង្កាត់អាចជាអាយុប្រហែលថ្ងៃដែរលោកគ្រូជាទូទៅនៅពេលដែលយើងដំណាក់កាលដែលវាចេញផ្កា 50% ហើយយើងរាប់ចេញពីហ្នឹងទៅប្រហែលខ្ទង់30ថ្ងៃបាទ30ថ្ងៃជាងអីគឺយើងមើលថាស្នៀតរបស់វានេះសបករបស់វាហ្នឹងបដូរពណ៌ទៅជាពណ៌គេហៅថាពណ៌ត្នោតណាពណ៌ត្នោតរៀងស្ងួតហើយគឺយើងអាចចាប់ដើមកាច់បកហាលសម្ងួតបានហើយនៅក្នុងនៅពេលដែលយើងសម្ងួតធ្វើម៉េចឲ្យសំណើមរបស់វានៅសល់ក្រោម 12% ព្រោះក្រោម 12% វាអាចរក្សាទុកបានយូរណាបាទអញ្ចឹងគ្រាប់ដែលយើងបានហ្នឹងយើងអាចយកគ្រាប់ហ្នឹងជាគ្រាប់កូនប្រកាសថ្មីហ្នឹងយកទៅដាំតេស្តធៀបជាមួយពូជទីផ្សារនៅតាមតំបន់ផ្សេងៗអញ្ចឹងទៅអញ្ចឹងក្រោយពីយើងដាំតេស្តហើយបានយើងលក់នៅលើទីផ្សារអញ្ចឹងមែនបាទបច្ចុប្បន្ននេះយើងកំពុងតែតំណងជជែកជាមួយខាងក្រុមហ៊ុនគ្រាប់ពូជមានន័យថានៅពេលដែលយើងផលិតពូជមេបាបានហើយចាប់គូទៅយើងបានវាតម្លៃថាកូនប្រកាសរបស់យើងមួយនេះវាល្អលេចធ្លោជាមួយទីផ្សារមានន័យថាបើបាយជាមួយពូជទីផ្សារយើងនឹងឲ្យក្រុមហ៊ុនហ្នឹងគឺជជែកកិច្ចសន្យាគ្នាដើម្បីយកមេបារបស់យើងយកទៅផលិតបន្តក្នុងបរិមាណទ្រង់ទ្រាយធំអាចលក់បញ្ចេញទៅតាមដេប៉ូតាមកសិករនៅតាមខេត្តផ្សេងៗបានណាបាទអាហ្នឹងគឺជាគោលដៅរបស់យើងខ្ញុំនិយាយថាបច្ចុប្បន្នគឺយើងកំពុងតែអភិវឌ្ឍពូជនេះក្រោយពីជោគជ័យគឺនៅស្រុកខ្មែរគឺអាចនឹងមានពូជពោតដែលលក់នៅក្នុងស្រុកហើយបាទហ្នឹងហើយលោកគ្រូចំពោះនៅក្នុងចការនេះលោកគ្រូដាំប្រមាណពូជដែរលោកគ្រូបច្ចុប្បន្ននេះយើងសាកល្បងផលិត4ពូជបាទអញ្ចឹងគឺខាងនេះផ្កាឈ្មោលហ្នឹងគឺពូជដែលយើងប្រកាសចេញពីក្រុមវាគឺយើងឲ្យឈ្មោះថា VP បាទតាំងទៅ VP បាទនេះថាអាណាឈោដែលអត់ដកផ្កាហ្នឹងគឺជាពូជនឹងសុទ្ធមែនបាទគឺ VP ទាំងអស់ក្រុម VP ដែលយើងប្រើជាបាអញ្ចឹងអាជួរនេះក៏ VP អាជួរនោះក៏ VP ដែរដែលយើងតាំងកូដវាអញ្ចឹងគឺតែមួយពូជទេព្រួយតែយើងប្រើបាហ្នឹងច្រើនពូជធ្វើឲ្យលំអហ្នឹងចម្រោះលោកឡំខូចបាត់ហើយគឺយើងអត់អាចផលិតពូជកូនប្រកាសដែលសុទ្ធល្អបានទេណាបាទអញ្ចឹងគឺយើងប្រើ VP ហើយបន្ទាប់មកគឺ
មេnày dương prao buôn pụi mê dương ạch prao chào màn những buôn pụi này mình thay buôn chua này cứ xiên ăn tế lấy câu đập buồn nè và để dương khơi này và những cái mô phỏng với dương chi đỏ hỡi và to mau tiết anh ấy cứ chua rồi bao hay kể rồi bao VP để dương prao chia bà cả mối dương tục anh ấy cứ xiên ăn tế đấy mình tay lấy câu mà phay bầm bờ chẳng biết là cái này khóc nia thì tốt từ lơ mê mùi giống bạn để sao sắp crom từ mùi đấy bạn anh ấy VP đôi khi hay anh ấy cứ P thì anh cứ riêng tàu chừng kê tích mình làm không biết tàu chừng kê tích mình đáy fly phao vía riêng với anh tay sẽ đuổi này bạn với anh sẽ đuổi đôi một chôn liền sẽ điên một chôn liền anh nó có dương xả là bòn đá bạn hay ở to mau tiết cứ BA bạn anh ấy BA để dương prao chia mê đáy cái dương đọ ca mố ta anh ấy bị tranh ca trên chừng kê tích tranh ca cội chừng kê tích chẳng cứ đào một biết riêng thum flo đấy chẳng dương thử rung cha mới tha nó phê để ban cro mà hơi bạn nó phê để ban cro mà hơi ta buôn pui nó này nó phê để dương vô được theo cho mỗi pui tiếp xa nơi tam bờ đà khai xem chứ thì cùng rong để dương thêm tay hắn cho miền nơi hàng cặp phồng spui dương đít cặp phồng thốn hơi nằng cả đà chẳng thà ta pui na mũi đấy vì lịch lô và sáu ai phải chơi cho mỗi pui tiếp xa bàn chẳng các bạn rồi kêu mới tiết chấm puiแต่ละครูดำข้อนี้นึงไปได้ลำอองยังปลาลำอองแต่โมยมาประกาศนึงแต่พลายก็วิเคราะห์นี่แต่ตามนั้นดูก็สิ่งนี้ละครูจะพบพลายได้การเจนเลยจะนอนข่อยวิอาศัยแต่เลยเมบาดังปีนะบัดแต่บาได้ยังปลาแต่มวยแมนปันท้ายเมปลาข้อนี้มันนี่จังเรียกนะได้เล็กเจนล้างก็ข้อนี้ได้แบบยังมันยังจำใบถือประกาศแบบนึงให้โยวีตัววีดำไหลมือรูเรียงโกนจะนอนข่อยได้เจนเมานะโกนประกาศนะทาวีกำรัดน่ะហើយនៅពេលដែលវាតម្លៃដូចបានជម្រាបពីខាងដើមអញ្ចឹងយើងអាចដាំអានេះសុទ្ធតែឯងបានទេមិនថាពូថ្មីរបស់យើងមិនអាចដាំសុទ្ធតែឯងមើលបានទេគឺយើងត្រូវការដាំធៀបជាមួយទីផ្សារបាទពូទីផ្សារដែលកសិករនិយមដាំអញ្ចឹងតើដែលយើងបញ្ចេញបដំបសងប្រហាប់ហើយជាមួយទីផ្សារទើបពូរបស់យើងចេញទៅកសិករគាត់អាចប្រើប្រាស់បានត្រូវអត់ទេបើពូរបស់យើងអត់មានលក្ខណៈពិសេសអីផងទិន្នផលក៏ទាបជាងទីផ្សារហើយក៏រសជាតិក៏ចាញ់ទីផ្សារអញ្ចឹងគឺពូហ្នឹងក៏ទៅបុករួចដែរអញ្ចឹងបាទสมาร์ทโฟนนี้คือสมอคนดอลรูปครั้งแต่ในบ้านใจมันเลยจำปีจะเนี่ยดังแต่ต้นแต่นั่งพูดโกนมากัดนี่ให้วิดีโอบางอย่างคือมีแต่ปันนั่งเต้สมอคนดอลปกไม้ปนดักเนี่ย